សួស្តីបងប្អូនទាំងអស់គ្នាក្នុងថ្ងៃនេះខ្ញុំសូមចែករំលែកអំពីសិទ្ធិមនុស្សពាក្យសិទ្ធិមនុស្សនេះបងប្អូនទាំងអស់គ្នាបានឮនិងបានស្គាល់គ្រប់គ្នាទោះជាតិចឬច្រើនក្តីប៉ុន្តែខ្ញុំសូមបន្ថែមនិងចែករំលែកគន្លឹះសំខាន់មួយចំនួនទៀតពាក់ព័ន្ធទៅនឹងការបែងចែកសិទ្ធិមនុស្សជាពីរក្រុមធំៗក្រុមទីមួយសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយក្នុងសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយយើងនឹងលើកឡើងអំពីសិទ្ធិនិងសេរីភាពដូចខាងក្រោមសិទ្ធិក្នុងការរស់រានមានជីវិតសិទ្ធិក្នុងការមានភាពស្មើគ្នាចំពោះមុខច្បាប់សិទ្ធិក្នុងការចូលឈ្មោះបោះឆ្នោតសិទ្ធិក្នុងការចូលរួមជីវភាពនយោបាយសិទ្ធិក្នុងការដឹកនាំកិច្ចការសាធារណៈសិទ្ធិក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេសឬសហគមន៍របស់ខ្លួនសេរីភាពក្នុងការនិយាយស្តីសេរីភាពក្នុងការទទួលបានព័ត៌មាននិងការចែករំលែកព័ត៌មានសេរីភាពនៃការបញ្ចេញមតិសេរីភាពក្នុងការជួបប្រជុំនិងសេរីភាពធ្វើបាតុកម្មដោយសន្តិវិធីសេរីភាពក្នុងការបង្កើតឬចូលរួមក្នុងក្រុមដែលយើងពេញចិត្តមានន័យថាសេរីភាពក្នុងការបង្កើតនិងចូលរួមសមាគមសហជីពឬគណៈបកនយោបាយជាដើមសេរីភាពក្នុងការរួចផុតពីការធ្វើទារុណកម្មឬត្រូវបានគេប្រើប្រាស់ដូចទេសចរណ៍ក្រុមទីពីរគឺសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌មានដូចខាងក្រោមសិទ្ធិក្នុងការធ្វើការដោយមានលក្ខខណ្ឌការងារល្អសិទ្ធិក្នុងការទទួលបានប្រាក់ឈ្នួលស្មើគ្នាដូចអ្នកដទៃសម្រាប់ការងារដូចគ្នាសិទ្ធិក្នុងការបង្កើតនិងចូលរួមសហជីពសិទ្ធិក្នុងការទទួលបានរបបសន្តិសុខសង្គមជួយពីរដ្ឋាភិបាលសិទ្ធិទទួលបានកម្រិតជីវភាពរស់នៅសមរម្យសិទ្ធិទទួលបានស្បៀងអាហារសម្លៀកបំពាក់និងលំនៅឋានសមរម្យសិទ្ធិក្នុងការទទួលបានកិច្ចគាំពារសុខភាពសិទ្ធិក្នុងការទទួលបានការអប់រំសិទ្ធិក្នុងការទទួលបានការការពារសម្រាប់ការបង្កើតថ្មីរបស់យើងនិងសិទ្ធិដទៃទៀតសូមអរគុណសូមជម្រាបលា